កិច្ចការរបស់យើងនៅបឹងទន្លេសាបបាទបឹងទន្លេសាបនេះគឺជាអាយុជីវិតរបស់យើងបឹងទន្លេសាបនេះផ្ដល់ធនធានត្រីផ្ដល់ធនធានធម្មជាតិដទៃទៀតនេះច្រើនបើរាប់ជាលុយច្រើនលានដុល្លារសម្រាប់ទន្លេមេគង្គហើយនិងទន្លេសាបហ្នឹងយើងប៉ានស្មានមើលប្រហែលជាមិនក្រោម 2000 លានទេមួយឆ្នាំអញ្ចឹងយើងត្រូវថែរក្សាបឹងទន្លេសាបរបស់យើងឲ្យបានគង់វង្សហើយខ្ញុំអាចជម្រាបជូនដែរថាកិច្ចការបឹងទន្លេសាបនេះក៏យើងបាននេះដែរក៏បានសម្រួលបាទបានសម្រួលចិត្តចប់ហើយដែរបាទដើម្បីធ្វើម៉េចធានាថាឲ្យយើងគ្រប់គ្រងបឹងនេះប្រើប្រាស់ដៃម្ខាងប្រើប្រាស់បានហើយម្ខាងទៀតយើងថែរក្សាបានបឹងក៏បានដែរបាទហើយបឹងនេះសម្រាប់ខ្មែរយើងវាមានសារៈសំខាន់ត្រង់ថាចេះខ្ញុំគិតថាបើសិនជាមិនមានបឹងទន្លេសាបទេក៏ប្រហែលជាមិនមានអរិយធម៌ខ្មែរដែរហើយក៏ប្រហែលជាមិនមានអង្គរដែរព្រោះដោយសារបឹងទន្លេសាបនេះជាជង្រុកត្រីជាជង្រុកស្រូវនៅពេលនោះបាទហើយមកដល់សប្តាហ៍ថ្ងៃនេះក៏នៅជាប្រភពដ៏សំខាន់សម្រាប់កម្ពុជាយើងដែរបាទ